អំពើហិង្សាគឺជាការប្រើប្រាស់កម្លាំងបាយស្មារតីឬអំណាចដើម្បីធ្វើបាបគំរាមកំហែងឬបង្កការខូចខាតដល់អ្នកដទៃឬខ្លួនឯងវាជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់បុគ្គលគ្រួសារនិងសង្គមជាតិទាំងមូលដើម្បីយល់ដឹងឲ្យកាន់តែច្បាស់យើងអាចបែងចែកអំពើហិង្សាជាទម្រង់សំខាន់ៗដូចខាងក្រោមទី1ទម្រង់នៃអំពើហិង្សាហិង្សាលើរាងកាយការវាយដំច្រានធាក់ឬការប្រើប្រាស់អាវុធនិងវត្ថុផ្សេងៗដើម្បីបង្ករបួសស្នាមហិង្សាផ្លូវចិត្តឬអារម្មណ៍ការជេរប្រមាថការមើលងាយការគំរាមកំហែងឬការធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ភ័យខ្លាចនិងបាក់ស្មារតីហិង្សាផ្លូវភេទការបង្ខិតបង្ខំនិងការបំពានណាមួយផ្នែកផ្លូវភេទដោយគ្មានការយល់ព្រមពីដៃគូហិង្សាផ្នែកសេដ្ឋកិច្ចការគ្រប់គ្រងហួសហេតុលើទ្រព្យសម្បត្តិឬការមិនផ្ដល់ថវិកាដើម្បីផ្គត់ផ្គង់ជីវភាពដែលធ្វើឲ្យដៃគូឬក៏សមាជិកគ្រួសារពឹងផ្អែកទាំងស្រុងលើខ្លួនឯង2ផលប៉ះពាល់នៃអំពើហិង្សាអំពើហិង្សាមិនដែលនាំមកនូវសន្តិភាពឬក៏ដំណោះស្រាយពិតប្រាកដនោះទេមានតែការបន្សល់ទុកនៅការឈឺចាប់ប៉ុណ្ណោះចំពោះបុគ្គលបង្ករបួសស្នាមលើរាងកាយពិការភាពឬឈានទៅដល់ការបាត់បង់ជីវិតផ្នែកផ្លូវចិត្តអាចធ្វើឲ្យមានជំងឺបាក់ទឹកចិត្ត depression និងការភ័យខ្លាចរហូតរស់នៅមិនបានសុខចំពោះកុមារនិងគ្រួសារកុមារដែលដឹងឮឬឃើញអំពើហិង្សាក្នុងគ្រួសារអាចនឹងមានការអភិវឌ្ឍយឺតយ៉ាវមានចរិតកាចសាហាវនិងក្លាយជាអ្នកប្រើប្រាស់អំពើហិង្សានៅថ្ងៃអនាគតចំពោះសង្គមបាត់បង់ធនធានមនុស្សនិងបង្កើនបន្ទុកដល់ប្រព័ន្ធសុខាភិបាលក៏ដូចជាប្រព័ន្ធច្បាប់3ដំណោះស្រាយនិងការទប់ស្កាត់ដើម្បីកាត់បន្ថយនិងលុបបំបាត់អំពើហិង្សាវាទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទី1ការអប់រំផ្សព្វផ្សាយនិងអប់រំអំពីសមភាព gender និងការដោះស្រាយជម្លោះដោយសន្តិវិធីការជជែកពិភាក្សា2ការអនុវត្តច្បាប់ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះឲ្យមានប្រសិទ្ធភាព3ការស្វែងរកជំនួយប្រសិនបើអ្នកឬក៏នរណាម្នាក់ដែលអ្នកស្គាល់កំពុងរងគ្រោះដោយអំពើហិង្សាគួរតែស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋានផ្ដល់ព័ត៌មានទៅប៉ូលីសឬតាក់ទងទៅកាន់អង្គការសង្គមស៊ីវិលដែលការពារសិទ្ធិស្ត្រីនិងកុមារអំពើហិង្សាមិនមែនជាដំណោះស្រាយនោះទេ Violence is not the solution បញ្ឈប់អំពើហិង្សាផ្ដើមចេញពីយើងទាំងអស់គ្នា Stopping violence starts with all of us ការដោះស្រាយដោយសន្តិវិធីនាំមកនូវសេចក្តីសុខពិតប្រាកដ Peaceful resolution brings true happiness រួមគ្នាដើម្បីសង្គមមួយដែលគ្មានអំពើហិង្សា Together for a society free from violence គ្រួសារមានសុភមង្គលព្រោះគ្មានអំពើហិង្សា A happy family is a violence-free family ផ្ទះត្រូវតែជាកន្លែងដែលមានសុវត្ថិភាពបំផុតមិនមែនជាសមរភូមិនោះឡើយ Home must be the safest place, not a battlefield អំពើហិង្សាលើស្ត្រីនិងកុមារគឺជាឧក្រិដ្ឋកម្មនិងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ Violence against women and children is a crime and a grave violation of human rights បរិបទមិនប្រើអំពើហិង្សាលើស្ត្រីឡើយ Women don't use violence against womenវីដេអូនេះឧបត្ថម្ភដោយ Apiton Tinggrow Apiton Tinggrow ជួយដល់ការលូតលាស់រាងកាយវាមានសារធាតុចិញ្ចឹមនិងវីតាមីនចាំបាច់ដែលទ្រទ្រង់ដល់ការលូតលាស់របស់កម្ពស់
សាច់ដុំនិងឆ្អឹងរបស់ក្មេងក្នុងអំឡុងពេលវ័យជំទង់ Apiton Thin Grow ផ្ដល់ថាមពលប្រចាំថ្ងៃវាជួយបន្ថែមថាមពលជាប្រចាំសម្រាប់ការសិក្សាការលេងកីឡានិងសកម្មភាពផ្សេងៗប្រចាំថ្ងៃរបស់ក្មេងៗ